មានមនុស្សមួយឡានដើម្បីបើកឡានដើរលេងនៅតាមទៅលេខខេត្តអីចឹងបងប្អូនក៏ស្រាប់តែឡានគាត់គ្រប់គ្រងលំនឹងបានហ្នឹងក៏គាត់ភ័យមែនតើហើយលឿនគាត់កាន់តែលឿនទៅបងពេលគាត់ជន់ប្រាំងជន់អីក៏វាមិនស៊ីដែរបងប្អូនហើយអ្នកក្នុងឡានភ័យមែនតើអត់ដឹងឡានគាត់កាត់អីគេអូមកវិទៅវិឡាបរមអ្នកក៏បកាច់កិនពេញឡានហើយប្រពន្ធគាត់សួរថាបងឲ្យបើកឡានលឿនម៉េចថាមិនដឹងអីទេឡានទុកលំនឹងបានហើយគាត់ក៏បានទេទៅជាងក៏ស្រាប់តែទូរស័ព្ទជាងធ្លាក់ចូលបាត់គាត់ទុកទឹកបាត់ហើយគាត់ក៏មិនដាច់ការតាក់ទងហើយគាត់ភ័យមែនតើគាត់ក៏បានព្យាយាមបើកឡានទៅមុខជាបន្តទៅតែឡាននេះលឿនមែនតើបងប្អូនហើយប្រមអ្នកគាត់ស្អីសួរថានេះបងគាត់មានឡានពីក្រោយបុកពីក្រោយមកទៀតហើយគាត់លឿនគាត់ទុកនៅនឹងរបស់ជាប់ទេហើយគាត់បានវ៉ាលេចវ៉ាកើតគាត់គិតឡានពីមុខព្រោះដោយសារឡានពីមុខច្រើនចឹងបងប្អូនហើយមុខច្រើនគាត់គិតមែនតើហើយបរមអ្នកនេះបើកឡានស្ពបបើកទ្វារមកស្រាប់តែឡានគាត់បើកបុកដាច់ទ្វារជាងហើយគាត់បរមអ្នកនេះខឹងមែនតើហើយគាត់ក៏ភ័យមែនតើមកហើយគាត់ក៏ព្យាយាមទេទៅខាងជាងតែតាក់ទងអត់បានទេដឹងមួយទេហើយក៏និយាយថាខ្លះក៏គាត់អត់ដឹងដែរបរមអ្នកនេះក៏បើកឡានតាមយន្តតែបុកឡានទ្វារឡានគាត់ចឹងណាហើយគាត់មានរំថាគាត់ខឹងមែនតើដោយសារតែឡានរបស់គាត់នៅសុកគឺបើកឡានបុកដាច់ទ្វារចឹងណាហើយបរមអ្នកនេះក៏លុកមកទាញខ្សែភ្លើងស្អីចឹងនៅក្រោមដើម្បីក្លោវាអាចជួយទប់លំនឹងទុំសិនហើយក៏បានឡានបរមគាត់បុកទ្វារកាន់ថ្មប៉ះកញ្ចក់ដាច់មកជាងទៀតបរមចុះមើលឡានអូតើទ្វារអញបាច់កញ្ចក់ដាច់មកជាងទៀតហើយរត់ក៏ធ្វើបរមកាន់ខឹងមែនតើហើយក៏ចាប់ដល់បើកឡានជាប់ទៅហើយប្រពន្ធគាត់ក៏ដល់ស្រែកយ៉ាងខ្លាំងស្រែកចង់គាំងបងប្អូនហើយក៏បន់ស្រែកហូហាមាត់ជាអីផងក៏ស្រាប់តែសត្វជួយអាចដាក់មាត់ហ្នឹងបងប្អូនជាតិមែនតើបងប្អូនហៅអ្នកគាត់ក៏ចង់ក្អួតអញ្ចឹងណាហើយគាត់ខំទៅគាត់ធុំខឹងមែនតើគាត់ក៏ស្រែកបើកឡានជិះបន្តទៀតហើយបរមអ្នកនេះក៏ទីបានខ្សែស្អីទេបងប្អូនហើយបន្លានក៏មានបន្ថយល្បឿនវាកាន់តែលឿនទៅអញ្ចឹងបងប្អូនហើយដឹងធ្វើមិនដែរក៏ភាសាគ្នាអញ្ចឹងហើយបរមអ្នកនេះក៏ទៅគោះចុះគោះឡើងអញ្ចឹងបងប្អូនគោះតាប់ឡូគោះអីចឹងគោះចុះគោះឡើងអញ្ចឹងបងប្អូនដើម្បីគីឡូវាអាចឆ្លងខ្សែភ្លើងឡើយណាមួយចងឆ្លងអីចឹងក៏គាត់គោះចុះគោះឡើងក៏សត្វតែចេញបាញ់ទឹកសាប៊ូអញ្ចឹងមកហើយក៏បាំងកញ្ចក់បងអីគាត់បើកឡើងមើលឃើញទេហើយបរមអ្នកនេះក៏អោតកឡើងតាមលើកញ្ចក់ឡើងហើយក៏យកអីជូតកញ្ចក់ហើយអ្នកក្នុងឡាននេះក៏ជួយចាប់ជើងចាប់អីខ្លាច់ប៉ើងធ្លាក់គាត់អញ្ចឹងបងប្អូនហើយក៏អូញ៉ៃមែនទេបងប្អូនអើយវីដេអូនេះហើយក៏យកមុខមកពាក់អីចឹងហើយក៏ទៅទៀតហើយគាត់មើលឡានឃើញទេក៏ចូលក្នុងកាឋានគឺបុកប្រាវបងប្អូនបុកធ្លាចូលព្រឹបទៅកន្លែងទីស្អីទេបងប្អូនហើយឆ្លងទៅដល់មុខអមរៀមដល់ពងតែខ្លួនរហូតក្អៅអស់លៀងបងប្អូនហើយក៏មកទៀតហើយមកគឿងនៅក្នុងចំការពួតបងប្អូនអូគាត់ថាអូអត់អីទេឡើងឈប់ហើយឈប់ហើយបានប្តីពុនពីរនាក់នេះក៏បានទីកណោចេញបងប្អូនទីកណោចេញអញ្ចឹងហើយនិយាយបាយទៀតបងប្អូនហើយក៏ទៅឡានពងបាក់ចិត្តផងលើចាប់ដើមទៅមុខទៀតហើយទៅទៀតហើយបរមអ្នកនេះគាត់សួរថាជួយឡានមិញបើកឡានលឿនបុកឡានអញនៅទៅណាបាត់ហើយជួយចាស់ដប់ឆាប់នេះវាទៅទីណាអូអញនឹងតាមរកវាឃើញបើកឡានតាមវាតន់ហ្នឹងបងប្អូនបរមអ្នកខំមែនតើហើយលបួនឡាននៅក្នុងនេះគាត់តែលឿនទៅទប់លំនឹងបានហើយគាត់ចាប់ដើមដូរគ្នាជុំក្រុមឆាប់អីពុកបងឯងអង្គុយក៏ក្តៅខ្លាំងមែនអូអត់បត់បានទេបើកឡានវាលបួនខ្លាំងពេកធ្វើឲ្យម៉ាស៊ីនក្តៅចឹងបងប្អូនហើយក្នុងឡាននេះភ័យផងហើយក៏មានសត្វពីពីងមកទុំសក់យាយហ្នឹងផ្ទះមកដៃផាំងទៅហើយរៀមអ្នកក៏ចាប់បោះទៅក្រៅចឹងចាប់បោះហើយក៏ចូលក្នុងឡានអាពេកនេះជប់ជាមួយអាពេកនេះចឹងបងនេះអាពេកនឹងស្រួយមែនទេហើយក៏ពេកនេះក៏វិចុកវាឡើងមកជួបមកជាប់នឹងពណ៌ពុនគាត់ចឹងហើយបរមអ្នកនេះក៏ឡានបុកជួងអូក៏វិជន់ផងបុបអូទៅបុកឡានដៃទៅសៃបងប្អូនអូជួងខុសមនុស្សបងប្អូនមិនសិនត្រោះចំអីនឹងជាយ៉ាងណាទេហើយក៏ឡានដឹកដែកនោះទៅចំបើកទៅមុខទៅក៏ធ្លាក់កញ្ចក់គាត់ទៅមុខទៅគាត់កាន់តែខឹងមែនទេបងប្អូនគាត់កាន់តែខឹងមែនទេហើយក៏គាត់ថានេះពុនថានេះផ្នែករបស់ Q ចឹងដោយសារតែបងឯងបើកឡានលឿនពេកម្នាក់នេះក៏ពាក់អាវពុងអុកស៊ីហ្សែនបើកឡានទៀតដើម្បីកុំឲ្យទៅខ្យល់ចូលភ្នែកអីហើយក៏មានប៉ូលីសមកសួរមកថាបើកឡានលឿនមែនអូដោយសារតែឡានខ្ញុំនេះទប់លំនឹងអត់បានទេបងប៉ូលីសព្រោះតែអត់ដឹងកាត់អីទេហើយឡានពណ៌កាជុំមកគីឡានប៉ូលីសនឹងដួលតោបាត់ទៀតអូពិតជាលុយមែនតើបងប្អូនវីដេអូនេះអូកុំភ្លេចជួយ like និង follow វីដេអូនេះម្នាក់មួយបងប្អូនដើម្បីបានវីដេអូថ្មីៗជាបន្តទៀតហើយក៏អាឡានពណ៌លឿននោះបើកបុកពីក្រោយអីគាត់ថាជួយឡានកាត់អីចេះបាននេះចឹងហើយបរមអ្នកនេះក៏បានមើលកញ្ចក់ទៅក្រោយថាអាឡាននឹងមានរកកាច់មកបុកឯពីក្រោយទៀត
ព្រោះដោយសារតឡាននេះទុកលំនឹងបានផងលើមុខពីក្រោយចង់មានបញ្ហាមែនបរមនេះក៏មកទៀតហើយចាប់ផ្ដើមជន់ប្រាំងជន់ក្រកណ្ដខ្លាំងចូលទៅហើយបងប្អូនអូឡំដាក់នេះក៏ឈប់ហើយអស់សាំងមិនដឹងក៏មិនទេទាំងហើយសារនេះទៀតបរមរត់មកជេរផងស្រែកផងជេរថាអាចងរៃយោអីបើកឡានមិនចឹងឡានគាត់ចាប់ដើមធ្លាក់ប្រេងចឹងហើយក៏ផ្ទុះខ្ទេចឡាននឹងតែម្ដងហើយក៏មានឡានប៉ូលីសមកពីមុខបងប្អូនគាត់ទប់ចឹងបងប្អូនតែទប់វាមិនជាប់ទេបងប្អូនទប់វាអត់ជាប់ទេដោយសារឡាននេះមានល្បឿនខ្លាំងពេកឡានប៉ូលីសខំជន់ប្រាំងចង្អីផងក៏ទប់អត់ជាប់ដែរហើយឡានប៉ូលីសក៏បើកមកចំហៀងបងប្អូនមកចំហៀងដើម្បីជំនះមនុស្សនៅក្នុងឡានចេញហ្នឹងបងប្អូនណាក៏បានជំនះមនុស្សចេញពីក្នុងឡានម្ដងនេះបរមអ្នកនេះក៏ចេញទៅមុនគេចឹងឲ្យឆ្លងមកញាក់សាច់មែនតើបងប្អូនល្បឿននេះមិនក្រោមពី260ទេបងប្អូនហើយបាទហើយក៏ជំនះកូនក្មេងមកម្នាក់ទៀតជំនះម្ដងមួយចឹងបងប្អូនបាទអូឡាននេះល្បឿនមែនតើអូហើយអ្នកក្នុងឡានស្រែកផងអូហើយក៏ជំនះហើយសល់ពីអ្នកដីពុនបងប្អូនហើយគាត់ពីអ្នកដីពុននេះគាត់មើលមុខគ្នាហើយបងប្ដីសួរថាអូនឯងក៏មិនទៅគេតែទេបងអូនចង់នៅជាមួយបងតែមិនយូរប៉ុន្មានទេបងប្អូនចាប់ដើមមានអាធម្មវិជ្ជាគេតម្លាក់ពួរទៅចាប់យកនារីយកប្រពន្ធគាត់ជំនះចឹងបងប្អូនហើយប្រពន្ធគាត់ក៏ចង់នៅមួយប្តីគាត់ចឹងហើយប្តីគាត់ក៏មានអារម្មណ៍ថាសប្បាយចិត្តដែរបងប្អូនដោយសារតែគេជំនះប្រពន្ធគាត់ចេញហើយក៏ឡាននោះក៏បើកមកលឿនដល់ការឋានគេសាងសង់ស្ពានចឹងបងប្អូនហើយល្បឿនសល់តែ28ឡាននឹងផ្ទុះចឹងបងប្អូនហើយគាត់ជន់ក្រាថែមបន្តទៅមុខទៀតហើយកន្លែងនេះកន្លែងគេសាងសង់ស្ពានគេតស្ពានហើយឡានគាត់ហោះមកឡងស្ពានដាច់ចឹងបងប្អូនហើយនឹងមុនគាត់នេះគាត់សង្ប្រាប់ថាគាត់ឆ្លាញ់ប្រពន្ធកូនគាត់ខ្លាំងណាស់បើមិនជា